ប្រទេសចិនហុងកុងម៉ាកាវនិងតៃវ៉ាន់តើពួកគេខុសគ្នាយ៉ាងម៉េចហេតុអ្វីធ្លាប់ជានាគនៅលើទឹកដីតែមួយស្រាប់តែคล้ายទៅជាទឹកដី4ផ្សេងគ្នាពីការស្រឡាញ់ទៅជាស្អប់គ្នាទៅវិញតាមប្រវត្តិសាស្ត្រពួកគេធ្លាប់ជាកូនចៅនៃគ្រួសារដ៏មានអំណាចនៅក្រោមដំបូលតែមួយប៉ុន្តែសពថ្ងៃនេះទឹកដីទាំង4នេះប្រឈមមុខនឹងវាសនាខុសគ្នាយ៉ាងខ្លាំងហាក់ដូចជាម្នាក់រស់បែប Multiverse ប្រទេសចិនបានក្លាយជាបងធំដែលកំពុងគ្រប់គ្រងពិភពលោកដោយ AI និងអាវុធនុយក្លេអ៊ែរខណៈដែលប្អូនទី3ហុងកុងត្រូវបងធំលេបត្របាក់សេរីភាពស្ទើរតែគ្មានសល់អ្វីឡើយអូនតូចជាងគេគឺម៉ាកាវជ្រើសរើសយកមុខជំនួញឧស្សាហឧស្សាហកម្មកំសាន្តសុកចិត្តធ្វើជាក្មេងល្អចំពោះបងធំជាថ្នូរនឹងការកាន់កាប់កាស៊ីណូនិងប្អូនទី2ដែលរឹងរូសបំផុតគឺតៃវ៉ាន់ដែលប្រឆាំងនឹងបញ្ជាទាំងអស់របស់បងធំដោយប្រកាសកាត់ផ្តាច់បងប្អូនទោះជាអ្នកណាស្លាប់ក៏មិនទៅចូលរួមបុណ្យសពឡើយទើបคล้ายទៅជាគោលដៅដែលបងធំត្រូវការកម្ចាត់ជាងគេបំផុតនិងត្រៀមខ្លួនរួចជាស្រេចនឹងទាញពិភពលោកចូលក្នុងសង្គ្រាមពេលណាក៏បាននេះមិនមែនគ្រាន់តែជានយោបាយផ្ទៃក្នុងទេតែជាចំនួនក្នុងលោហិតតែមួយក្នុងកម្រិតសកលដែលមានដើមទុនភ្នាល់គ្នាដោយបន្ទះឈីបរាប់សែនលានដុល្លារសិទ្ធិសេរីភាពនិងអនាគតរបស់មនុស្សជាតិដែលប៉ះពាល់ដល់ជោគវាសនារបស់បងប្អូនទាំង3កោះតើមានអ្វីកើតឡើងចំពោះពួកគេហេតុអ្វីបានជាទំនាក់ទំនងដ៏ស្មុគស្មាញនិងច្របូកច្របល់នេះបន្លាយពេលរហូតដល់ឆ្នាំ2026នេះខ្ញុំជម្រាបថាវីដេអូនេះមានខ្លឹមសារទាក់ទងនឹងជាតិសាសន៍នយោបាយគៀបសង្កត់ការបែងចែកទឹកដីដែលមិនស័ក្តិសមសម្រាប់អ្នកទស្សនាដែលងាយនឹងងាករាយទៅរកនយោបាយនៃទឹកដីទាំង4នេះឡើយសូមទស្សនាដោយប្រើវិចារណញ្ញាណប្រសិនបើលោកអ្នកចង់ដឹងថាបងប្អូនទាំង4នាក់នេះស្រឡាញ់គ្នាឬស្អប់គ្នាប៉ុណ្ណានិងបានចាប់ផ្ដើមយ៉ាងម៉េចយើងត្រូវចាប់ផ្ដើមពីសតវត្សទី19ក្នុងអំឡុងសម័យកាលដែលប្រទេសចិនស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្សឈីងយើងប្រៀបធៀបប្រទេសចិននៅសម័យនោះស្មើនឹងផ្ទះធំនៃត្រកូលនាគផ្ទះមួយនេះមានទឹកដីធំទូលាយមានទ្រព្យសម្បត្តិយ៉ាងច្រើនស្ដុកស្ដម្ភមានក្រណាត់សូត្រស្លឹកតែដ៏មានតម្លៃដែលធ្វើឲ្យអ្នកណាក៏ចង់បានជាអកុសលម្ចាស់ផ្ទះសម័យនោះមានភាពទន់ខ្សោយខ្វះភាពច្នៃប្រឌិតឆ្លក់វង្វេងនិងអំណាចធ្លាប់មានពីមុនមើលមិនឃើញថាពិភពលោកខាងក្រៅបានអភិវឌ្ឍអាវុធនាវាចម្បាំងពីដែកដល់កម្រិតណានោះឡើយនៅពេលដែលផ្ទះពេញទៅដោយទ្រព្យសម្បត្តិបែបនេះគ្មានអ្នកការពារពួកឈ្លានពានបរទេសនិងមហាអំណាចលោកខាងលិចម្នាក់សម្លឹងមើលប្រទេសចិនដោយភាពលោភលន់ចាប់ផ្ដើមប្រហារប្លន់គំរាមកំហែងនិងគៀបសង្កត់ព្រួតគ្នាធ្វើបាបត្រកូលនាគយ៉ាងធ្ងន់ធ្ងរហើយជាការចាប់ផ្ដើមនៃសោកនាដកម្មដែលបានបំបែកកូនចៅខ្ចាត់ព្រាត់ទៅទិសដៅផ្សេងគ្នាកូនចៅក្រុមដំបូងគឺហុងកុងនិងម៉ាកាវពេលដែលផ្ទះធំចិនមិនអាចទប់ទល់នឹងកំភ្លើងធំនាវាចម្បាំងរបស់បរទេសបានម្ចាស់ត្រកូលនាគបង្ខំចុះហត្ថលេខាលើកិច្ចសន្យាដ៏អាម៉ាស់មួយចំនួននិងកលល្បិចដ៏ឈឺចាប់បំផុតបំបែកកូនចៅរបស់ពួកគេคล้ายទៅជាកូនចិញ្ចឹមរបស់ក្រុមម៉ាហ្វៀបរទេសបង់ជាការប្រាក់ដំបូងដែលទទួលរងនៅជោគវាសនានេះក្រោយពីចិនប្រយុទ្ធចាញ់ចក្រភពអង់គ្លេសក្នុងសង្គ្រាមអាភៀនត្រកូលនាគខ្វះថវិកាដើម្បីសងថ្លៃខូចខាតបង្ខំចុះហត្ថលេខាជួលហុងកុងឲ្យក្រុមម៉ាហ្វៀអង់គ្លេសរយៈពេល99ឆ្នាំដូច្នេះហុងកុងត្រូវបានហុំព័ទ្ធនិងធំធាត់នៅក្នុងបរិយាកាសលោកខាងលិចរៀនប្រព័ន្ធច្បាប់លោកខាងលិចនិងមូលធននិយមទីផ្សារសេរីចាប់ពីថ្ងៃនោះមកបន្ទាប់មកគឺម៉ាកាវជាប្អូនតូចឧបទ្វីបតូចមួយនៅមិនឆ្ងាយពីគ្នាត្រូវម៉ាហ្វៀប៉ុស្ទុយហ្គាល់ដណ្ដើមយកនិងបង្ខំឲ្យចុះហត្ថលេខាលើកិច្ចសន្យាជួលរយៈពេលមួយសតវត្សរ៍ដែរដូច្នេះម៉ាកាវបានបំបែកចេញពីទឹកដីរបស់ខ្លួនហើយរីកចម្រើនតាមរចនាបថអឺរ៉ុបឡាទីនคล้ายជាកំពង់ផែនិងមជ្ឈមណ្ឌលកំសាន្តតាមព្រំដែននៃគ្រួសារត្រកូលនាគនេះគឺជាដំបៅដំបូងក្នុងប្រវត្តិសាស្ត្រចិនបងធំបានបាត់បង់ហុងកុងនិងម៉ាកាវពីទឹកដីរបស់ខ្លួនហើយពួកគេរីកចម្រើនក្រោមឥទ្ធិពលលោកខាងលិចអស់រយៈពេលជាង100ឆ្នាំប៉ុន្តែក្តីវិនិច្ឆ័យមិនទាន់ចប់នោះទេនៅពេលដែលរាជវង្សឈីងបានដួលរលំនៅដើមសតវត្សទី20ផ្ទះធំត្រកូលនាគស្រាប់តែគ្មានមេដឹកនាំភ្លាមហើយគួរតែសមាជិកគ្រួសាររួបរวมគ្នាកសាងត្រកូលតែសមាជិក2នាក់ដែលនៅសល់បានបង្កើតចំនួនផ្ទៃក្នុងដ
ដោយសង្គ្រាមពេញប្រទេសប្រកួតប្រជែងដណ្ដើមអំណាចជាម្ចាស់ផ្ទះថ្មីហើយសមាជិកគ្រួសារត្រកូលនាគទាំងពីរគឺបងធំបកកុម្មុយនីសរបស់លោកម៉ៅសេតុងដែលតំណាងឲ្យកូនប្រុសប្រជាជនមូលដ្ឋានកសិករក្រីក្រលើកទង់ពណ៌ក្រហមនិងមនោគមវិជ្ជាកុម្មុយនីសដែលផ្ដោតលើបដិវត្តន៍និងការផ្ដួលរំលំរបបមូលធននិយមនិងបងទី2គឺគណៈបកគួមីងតាំងរបស់លោកជាងខៃឆេកដែលតំណាងឲ្យកូនប្រុសវណ្ណៈត្រកូលកណ្ដាលអ្នកមូលធននិយមនិងកងទ័ពជើងគោកចិនទ្រង់គ្រឿងពេញលក្ខណៈប្រើគោលនយោបាយជាតិនិយមនិងមូលធននិយមសង្គ្រាមស៊ីវិលប្រទេសចិនប្រយុទ្ធគ្នារយៈពេលយ៉ាងយូរនិងឃោឃៅភាគីនីមួយៗចាត់ទុកខ្លួនជាមរតកចិនពិតប្រាកដរបស់គ្រួសារត្រកូលនាគហើយភាគីម្ខាងទៀតគឺជាពួកក្បត់ធ្វើឲ្យមានមនុស្សស្លាប់រាប់មិនអស់រហូតមកដល់ចំណុចរបត់សំខាន់មួយបានផ្ទុះឡើងនៅឆ្នាំ1949ពេលដែលលោកម៉ៅសេតុងដែលជាបងធំបានប្រើប្រាស់យុទ្ធសាស្ត្រព្រៃព័ទ្ធទីក្រុងបានចល័តកងទ័ពកសិកររាប់លាននាក់ជោគជ័យដណ្ដើមបានប្រទេសចិនចំណែកបងទី2ជាងខៃឆេកចាញ់សង្គ្រាមងើបមិនរួចហើយក៏ដឹងថាប្រសិនបើខ្លួនបន្តនៅផ្ទះធំតទៅទៀតច្បាស់ជាត្រូវបងធំកាត់ក្បាលយកទៅថោលទោសជាមិនខាននៅវិនាទីចុងក្រោយមុនពេលដែលប្រទេសចិនប្រែទៅជាពណ៌ក្រហមបងទី2បានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដោយបញ្ជាឲ្យទាហានរបស់គាត់ប្រមូលយកមាសប្រាក់ពីឃ្លាំងរដ្ឋនិងវត្ថុបុរាណជាប្រវត្តិសាស្ត្រដែលមានតម្លៃទាំងអស់ពីព្រះរាជវាំងតាមដែលអាចយកទៅបានជញ្ជូនដាក់ក្នុងនាវាចម្បាំងហើយរត់គេចឆ្លងសមុទ្រទៅតាំងមូលដ្ឋាននៅលើកោះតូចមួយដែលមានឈ្មោះថាតៃវ៉ាន់ចាប់ពីឆ្នាំ1949មកផ្ទះធំគ្រួសារត្រកូលនាគបានបែកបាក់ជាផ្លូវការបងធំចិនបានបដូរឈ្មោះទៅជាសាធារណរដ្ឋប្រជាមានិតចិនបងទី2តៃវ៉ាន់នៅលើកោះតូចមួយបានប្រកាសខ្លួនថាជាសាធារណរដ្ឋចិនដោយមិនគិតទទួលស្គាល់សាច់ញាតិឬឱនក្បាលចំពោះបងធំកុម្មុយនីសសូម្បីតែមួយវិនាទីហើយប្អូនទី3និងប្អូនពៅហុងកុងនិងម៉ាកាវត្រូវបរទេសគៀបសង្កត់បន្តិចម្ដងហើយផ្លាស់ប្ដូរមនោគមវិជ្ជាដោយមហាអំណាចបរទេសនេះគឺជាសេណារីយ៉ូដំបូងដែលលោកអ្នកត្រូវតែចងចាំដោយសារតែការប្រេះឆានិងទឹកភ្នែកនៃចំនួនសាច់ឈាមក្នុងឆ្នាំ1949នេះនឹងក្លាយជាបុព្វហេតុនិងជាគ្រាប់បែកកំណត់ពេលវេលាដែលជំរុញឲ្យមានការស្អប់និងគំនុំបង្កើតជាមូលដ្ឋានគ្រឹះនៃសង្គ្រាមបច្ចេកវិទ្យាដ៏ធំសម្បើមដែលយើងកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះបន្ទាប់ពីឆ្លងផុតព្រឹត្តិការណ៍ឆ្នាំ1949នៅពេលដែលគ្រួសារធំបានដួលរលំហើយជោគវាសនារបស់កូនចៅទាំង4នៃត្រកូលនាគត្រូវបានកាត់ផ្តាច់ពីគ្នាទាំងស្រុងចិនដីគោករវល់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងនិងបិទការទំនាក់ទំនងជាមួយប្រទេសខាងក្រៅតែប្អូនទី3និងប្អូនពៅហុងកុងម៉ាកាវត្រូវបានចិញ្ចឹមបីបាច់ដោយជនជាតិអឺរ៉ុបបានប្រើប្រាស់ពេលវេលានេះហក់លោតនៅលើឆាកអន្តរជាតិហើយរីកចម្រើនលើសេដ្ឋកិច្ចនិងបច្ចេកវិទ្យាដែលពិភពលោកត្រូវឱនក្បាលឲ្យដែលដំបូងឡើយត្រឹមជាមនុស្សដែលបង្វឹកដោយមូលធននិយមលោកខាងលិចហុងកុងបានប្រែក្លាយទៅជាអធិរាមួយកម្រិតអន្តរជាតិធំឡើងក្រោមឥទ្ធិពលរបស់អង់គ្លេសជាក្មេងបរទេសស្លៀកពាក់ទាន់សម័យនិយាយភាសាអង់គ្លេសនិងចិនលាយគ្នាហើយស្រូបយកប្រព័ន្ធច្បាប់អន្តរជាតិនិងមូលធនក្នុងសរសៃឈាមពួកគេតស៊ូកសាងខ្លួនក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុជាសកលនិងជាមជ្ឈមណ្ឌលលាងលុយដ៏ប្រណិតមួយនៅអាស៊ីធ្វើឲ្យបងធំចិនបានត្រឹមតែសម្លឹងមើលពីចម្ងាយម៉ាកាវជាប្អូនពៅផ្ដោតទាំងស្រុងលើឧស្សាហឧស្សាហកម្មវិស័យកំសាន្តដែលបានចិញ្ចឹមបីបាច់ដោយឥទ្ធិពលប៉ូទុយហ្គាល់ម៉ាកាវបានជ្រើសរើសផ្លូវផ្សេងពីគេមិនចាប់អារម្មណ៍នឹងនយោបាយនិងមិនខ្វល់ពីសេរីភាពអ្វីឡើយផ្ទុយទៅវិញផ្ដោតលើការគ្រប់គ្រងពិភពកំសាន្តដោយប្រែក្លាយខ្លួនទៅជាទីក្រុង Las Vegas នៅអាស៊ីមានទ្រព្យសម្បត្តិច្រើនលើសលប់ជាងបងធំតែចំណុចរបត់មួយបានមកដល់ក្នុងឆ្នាំ1997និងឆ្នាំ1999ដែលបានផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រទេសចិនហុងកុងនិងម៉ាកាវឆ្នាំ1997ហុងកុងក្រោមកិច្ចព្រមព្រៀងជួលរវាងចក្រភពអង់គ្លេសនិងចិនបានមកដល់ទីបញ្ចប់អង់គ្លេសត្រូវប្រគល់ហុងកុងទៅឲ្យបងធំចិនគ្រប់គ្រងវិញពេលវេលានេះហើយដែលបងធំចិនកំពុងរងចាំរដ្ឋាភិបាលក្រុងប៉េកាំងបានស្នើកិច្ចព្រមព្រៀងក្រោមតុមួយដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងប្រទេសមួយប្រព័ន្ធពីរ One Country Two System បានសន្យាជាមួយអង់គ្លេសថាទុកឲ្យហុងកុងប្រើប្រាស់ប្រព័ន្ធសេរីភាពនិងទុននិយមរយៈពេល50ឆ្នាំទៀតដោយបងធំមិនចូលជ្រៀតជ្រែកឡើយព្រោះបងធំចិនមើលឃើញថាអាប្អូនវាមានទ្រព្យសម្បត្តិច្រើនទុកឲ្យអាប្អូនវាបន្តអាជីវកម្មវាទៀតចាំតែយកភាគរយពីវាទៅក៏បានដែរហើយបន្ទាប់មកដល់វេនម៉ាកាវប្អូនពៅម្ដងនៅឆ្នាំ1999នៅពេលឯកឯកស
ន្យាជួលឲ្យប៉ុកទីហ្គាល់បានផុតកំណត់ហើយត្រូវបានប្រគល់មកឲ្យបងធំចិនវិញដែរម៉ាកាវជ្រើសរើសធ្វើជាប្អូនល្អរបស់បងធំមិនតបតមិនធ្វើឲ្យបងអន់ចិត្តបងធំឲ្យទៅឆ្វេងទៅស្ដាំតាមចិត្តដើម្បីជាធ្នូនឹងការផ្ដាច់មុខលើមុខរបរកាស៊ីណូស្របច្បាប់នៅក្នុងប្រទេសចិនប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់បងធំចិនក៏បានប្រមូលភាគរយពីម៉ាកាវដូចគ្នាដែរគណៈពេលហុងកុងនិងម៉ាកាវកំពុងមានមុខមានមាត់នៅលើពិភពលោកប្អូនទី2ដែលគួរឲ្យអាណិតគឺតៃវ៉ាន់ប្រឈមនឹងជោគវាសនាដ៏សោកសៅបន្ទាប់ពីប្រមូលមាសប្រាក់រត់គេចពីបងធំចិនមករកទីតាំងឈរជើងរបស់ខ្លួនក្នុងឆ្នាំ1949ជីវិតរបស់ប្រជាជនតៃវ៉ាន់ពោពេញទៅដោយភាពឯកានិងភ័យខ្លាចយ៉ាងខ្លាំងជាពិសេសក្នុងអំឡុងទសវត្សរ៍ឆ្នាំ1970តៃវ៉ាន់ត្រូវសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិចាក់ពីក្រោយខ្នងដោយបានបោះឆ្នោតបណ្ដេញចេញពី UN ដើម្បីបង្កើតសម្ព័ន្ធការទូតជាមួយបងធំចិនក្នុងពេលនោះតៃវ៉ាន់បានក្លាយខ្លួនទៅជាប្រទេសមិននៅក្នុងក្រសែភ្នែកអន្តរជាតិភ្លាមៗតែការអាក់អន់ចិត្តពីការក្បត់ការទូតនោះបានក្លាយទៅជាវ៉ាក់សាំងនិងជាការបដិញ្ញាចិត្តរបស់តៃវ៉ាន់រីសេតគំនិតថ្មីរបស់ខ្លួនឡើងវិញទាំងស្រុងព្រោះគិតថាក្នុងពិភពមូលធននិយមប្រទេសមហាអំណាចគេអាចក្បត់យើងដើម្បីផលប្រយោជន៍គេបានគ្រប់ពេលបើយើងចង់រស់យើងត្រូវតែបង្កើតអ្វីមួយដែលធ្វើឲ្យពួកគេអត់យើងមិនបានក្នុងឆ្នាំ1987តៃវ៉ាន់បានសម្រេចចិត្តវិនិយោគលើថវិកាចុងក្រោយដែលខ្លួននៅសល់អញ្ជើញបុរសម្នាក់ឈ្មោះ Maurice Chang ត្រឡប់មកបង្កើតក្រុមហ៊ុនផលិតបន្ទះ chip semiconductor មួយដែលមានឈ្មោះថា TSMC ហើយបានជ្រើសរើសយុទ្ធសាស្ត្រប្រថុយប្រឋានដោយជឿថាបើយើងគ្មានកងទ័ពច្រើនដើម្បីប្រយុទ្ធជាមួយចិនដីគោកទេយើងនឹងបង្កើតបន្ទះ Silicon Sheet ដើម្បីការពារប្រជាជនរបស់ពួកយើងជំនួសវិញមិនគួរឲ្យជឿតៃវ៉ាន់ទទួលបានជោគជ័យបន្ទាប់ពីជាង30ឆ្នាំតៃវ៉ាន់បានកសាងរោងចក្រ TSMC ជាប់លំដាប់ថ្នាក់លេខ1ក្នុងពិភពលោករហូតធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអង្វរតៃវ៉ាន់ឲ្យជួយផលិតឲ្យពួកគេនេះហើយបានបង្ខំឲ្យសហរដ្ឋអាមេរិកនិងលោកខាងលិចត្រូវតែបញ្ជូននាវាចម្បាំងដើម្បីការពារ TSMC មិនអាចឲ្យតៃវ៉ាន់មានគ្រោះថ្នាក់បានឡើយធ្វើឲ្យចិនជាបងធំមិនហ៊ានវាយលុកចូលកាន់កាប់តៃវ៉ាន់ដោយផ្ទាល់បានត្រឹមតែសមយុទ្ធយោធាឲ្យតៃវ៉ាន់មើលរាល់ថ្ងៃតែប៉ុណ្ណោះមកដល់ត្រឹមនេះបើក្រឡេកមើលស្ថានភាពទឹកដីចិនដីគោកអតីតបងប្អូនទាំង4តាំងពីឆ្នាំ1990ពួកគេម្នាក់បានខ្ចាត់ព្រាត់ប៉ុន្តែបានរីកចម្រើនក្លាយជាអ្នកមាននិងអ្នកមានអាវុធពេញដៃហុងកុងមានទ្រព្យសម្បត្តិច្រើនដោយការគ្រប់គ្រងនិងហិរញ្ញវត្ថុម៉ាកាវលេចធ្លោលើវិស័យល្បែងកម្សាន្តនិងមានបានដោយកាស៊ីណូហើយតៃវ៉ាន់បានអត្ថប្រយោជន៍ពីអំណាចបញ្ញាដូចជា TSMC ហើយបងធំចិនពេលនោះសំងំប្រមូលធនធាននិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដើម្បីក្លាយខ្លួនទៅជារោងចក្ររបស់ពិភពលោកដែលត្រៀមខ្លួនក្លាយជាមហាអំណាចទី2បន្ទាប់ពីសហរដ្ឋអាមេរិកហើយព្យាយាមយ៉ាងស្វិតស្វាញតទល់ជាមួយនឹងសហរដ្ឋអាមេរិកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានធ្វើឲ្យពេលនេះបងធំម្នាក់នេះលែងមើលឃើញថាប្អូនទាំង3មិនមែនជាសាច់ឈាមឆ្ងាយពីគ្នាទៀតឡើយដល់ពេលហើយដែលបងធំត្រូវរកមធ្យោបាយនាំប្អូនទាំងអស់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញរហូតមកដល់យុគសម័យកាលនៃការទាមទារមកវិញបន្ទាប់ពីលោកស៊ីជីនភីងឡើងជាប្រជាអធិរាជថ្មីនៃបកកុម្មុយនីសចិនលោកស៊ីជីនភីងគាត់បានប្រកាសភ្លាមថាដល់ពេលត្រូវរៀបចំគ្រួសារត្រកូលនាគឡើងវិញហើយនាំកូនចៅទាំងអស់មកនៅក្រោមការគ្រប់គ្រងក្រោមដំបូលរបស់ប្រទេសចិនតែមួយឡើងវិញប៉ុន្តែវិធីសាស្ត្រដែលបងធំបានជ្រើសរើសដើម្បីដោះស្រាយជាមួយប្អូនបង្កើតទាំង3របស់គាត់គឺខុសគ្នាដោយឈាមត្រជាក់ធ្វើឲ្យពិភពលោកភ័យខ្លាចប្រទេសចិនបានចាប់ផ្ដើមប្រើមធ្យោបាយលើប្អូនទី3ហុងកុងមុនគេបន្ទាប់ពីបានសាកល្បងប្រើប្រព័ន្ធ2ក្នុងប្រទេសតែមួយធ្វើឲ្យប្រជាជនហុងកុងជឿថាប្រព័ន្ធនេះជួយរក្សាសុវត្ថិភាពនិងការពារសេរីភាពរបស់កូនចៅពួកគេបានប៉ុន្តែសម័យកាលរបស់លោកស៊ីជីនភីងបងធំបានពិសោធន៍ឲ្យឃើញថាការសន្យាចំពោះមូលធននិយមអាចផ្លាស់ប្ដូរបានជានិច្ចហើយបន្ទាប់ពីនោះរដ្ឋាភិបាលក្រុងពេលកាំងបានទះតុកផាំងប្រើច្បាប់សន្តិសុខជាតិឬ National Security Law និងមាត្រាច្បាប់ទី23ចូលមករុះរើប្រព័ន្ធច្បាប់និងសេរីភាពពីមុនរបស់ហុងកុងទាំងស្រុងរដ្ឋាភិបាលក្រុងពេលកាំងបានបញ្ជាឲ្យផ្លាស់ប្ដូរសៀវភៅសិក្សារបស់សិស្សហុងកុងទាំងស្រុងលុបបំបាត់ប្រវត្តិសាស្ត្រនៃការទាមទារលទ្ធិប្រជាធិបតេយ្យចោលនិងបង្ខំឲ្យកុមារច្រៀងចម្រៀងជាតិចិននិងត្រូវបណ្ដុះគំនិតសិក្សាស្នេហាជាតិនិងកុម្មុយនីសតាំងពីកុមារភាពអ្នកដែល
មិនធ្វើតាមចាត់ទុកជាជនក្បត់រហូតដល់ផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោតថ្មីមានន័យថាអ្នកដែលចង់ចូលឈ្មោះបោះឆ្នោតជាសភាតំណាងរាស្ត្រហុងកុងលុះត្រាតែបានឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិពីទីក្រុងប៉េកាំងជាមុនសិនតើអ្នកទាំងអស់នោះស្មោះត្រង់នឹងបកកុម្មុយនីសពិតប្រាកដឬទេធ្វើឲ្យសភានីតិបញ្ញត្តិហុងកុងពេលនេះមិនអាចហើបមាត់និយាយអ្វីបានឡើយអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺការបណ្ដេញចេញដោយបង្ខំពីទីកន្លែងមុនដែលប្រជាជនទីក្រុងហុងកុងធ្លាប់រស់នៅដែលបណ្ដាលឲ្យបុគ្គលដែលមានគំនិតជឿនលឿននាំគ្នារត់បាត់ជើងសព្រាតប្រជាជនហុងកុងដែលមានទេពកោសល្យនិងអ្នកវិនិយោគបរទេសបានលួចផ្លាស់ប្ដូរទីលំនៅដោយសម្ងាត់ទៅកាន់សហរដ្ឋអាមេរិកវៀតណាមសិង្ហបុរីនិងប្រទេសផ្សេងៗទៀតតែបងធំបានដោះស្រាយដោយបញ្ជូនអ្នកវិនិយោគពីចិនដីគោកនិងក្រុមអ្នកមានដែលជិតស្និទ្ធរាប់សែនអ្នកមកបំពេញមុខតំណែងទាំងនោះវិញដោយប្រគល់ឲ្យការងារកម្រិតខ្ពស់យ៉ាងច្រើននិងប្រមូលទិញអចលនទ្រព្យធ្វើឲ្យហុងកុងពេលនេះត្រូវបានដកហូតអំណាចទាំងស្រុងផ្លាស់ប្ដូរពីមនុស្សអន្តរជាតិប្រជាធិបតេយ្យទៅជាខេត្តមួយរបស់ប្រទេសចិនដែលមិនហ៊ានហាស្ដីបន្ទាប់មកគឺប្អូនពៅម៉ាកាវដែលគិតថាការប្រព្រឹត្តខ្លួនជាប្អូនល្អនឹងបានរួចខ្លួនព្រោះមានមនុស្សមើលឃើញថាម៉ាកាវជាក្មេងល្អពូកែយករួចខ្លួនប៉ុន្តែតាមពិតទៅភាពខូខើដែលបងធំធ្វើទៅលើម៉ាកាវគឺការពាក់ប្រឡៅកនិងដាក់បន្ទះជីបមរណៈដែលគួរឲ្យខ្លាចពីព្រោះបន្ទាប់ពីប្រមូលទ្រព្យសម្បត្តិពីតុបាការ៉ានិងកាស៊ីណូធំបងធំចិនបានបើកការបង្ក្រាបដ៏ធំមួយដោយចាប់ខ្លួនបណ្ដាពួក Junket Operator ជាច្រើននៅទីនោះដែលជាក្រុមឈ្មួញកណ្ដាលលបួងមហាសេដ្ឋីចិនមកលេងល្បែងដែលសុទ្ធតែពួក Mafia នៅក្នុងស្រុកនៅម៉ាកាវមកផ្ដន់ទាទោសពីបទជួយមហាសេដ្ឋីចិនលាងលុយកខ្វក់និងវិច្ចលុយរត់ចេញពីប្រទេសចិនដោយសម្ងាត់បងធំចូលគ្រប់គ្រងសេដ្ឋកិច្ចម៉ាកាវដោយប្រព័ន្ធវីសាដ៏ខូខើយ៉ាងម៉េចនោះគឺប្រសិនបើថ្ងៃណាមួយម៉ាកាវចង់គេចកុកឬមិនស្ដាប់បង្គាប់បងធំចិនមិនបាច់បញ្ជូនទ័ពទៅបង្ក្រាបទេគឺគ្រាន់តែបញ្ជាឲ្យបិទប្រព័ន្ធវីសាមិនឲ្យជនជាតិចិនដីគោកឆ្លងទៅលេងល្បែងស៊ីសងត្រឹមរយៈពេលតែមួយសប្តាហ៍ម៉ាកាវនឹងស្វិតក្រពះសេដ្ឋកិច្ចគាំងភ្លាមថែមទាំងបង្ខំឲ្យកាស៊ីណូធំនៅម៉ាកាវចំណាយលុយទៅវិនិយោគលើអាជីវកម្មផ្សេងក្រៅពីល្បែងស៊ីសងរាប់សែនលានដុល្លារដូចជាមជ្ឈមណ្ឌលសន្និបាតការតាំងពិព័រណ៍និងទេសចរបែបវប្បធម៌ដើម្បីតម្រង់ទិសមិនឲ្យម៉ាកាវរីកចម្រើនតាមរយៈសកម្មភាពខុសច្បាប់ទៀតធ្វើឲ្យប្អូនពៅម្នាក់នេះស្ដាប់បង្គាប់មិនអាចប្រកែកបានគេព្រមធ្វើជាក្មេងល្អដោយមិនស្ម័គ្រចិត្តទេតែព្រមធ្វើជាប្អូនល្អព្រោះដឹងថាបើថ្ងៃណាប្រឡៅកមាសដែលបងធំពាក់ឲ្យរបូតចេញថ្ងៃនោះគឺជាថ្ងៃស្លាប់នៃសេដ្ឋកិច្ចម៉ាកាវមិនខានហើយម៉ាកាវបានក្លាយជាគុកដ៏ប្រណិតមួយដោយគ្មានរនាំងបាំងបិទយ៉ាងពិតប្រាកដប៉ុន្តែនៅមានប្អូនទី2តៃវ៉ាន់ម្នាក់ទៀតដែលរឹងរូសជាងគេបំផុតនិងមានអំណាចតតាំងដល់កំពូលសូម្បីតែបងធំក៏មិនហ៊ានប្រើកម្លាំងដែរទោះបីជាយើងប្រើពាក្យថាបងប្អូនតែតាមពិតទៅចិននិងតៃវ៉ាន់គឺភាគីណាស្លាប់មិនទៅចូលរួមបុណ្យសពគ្នាឡើយដោយសារតែបញ្ហាជាតិសាសន៍និងនយោបាយអស់រយៈពេលជាច្រើនឆ្នាំតៃវ៉ាន់បានក្លាយទៅជាឆ្អឹងទទឹងកដ៏ធំបំផុតរបស់ចិនលោកស៊ីជីនភីងដឹងថាបើបញ្ជូនយន្តហោះចម្បាំងឬមីស៊ីលទៅវាយប្រហារតៃវ៉ាន់ដោយផ្ទាល់បន្ទះស៊ីលីខូនឬ silicon sheet ក្នុងរោងចក្រ TSMC នឹងត្រូវបំផ្លាញនោះមានន័យថាប្រព័ន្ធបច្ចេកវិទ្យារបស់ចិនដែលពឹងផ្អែកទៅលើ TSMC ក៏ដួលរលំដែរហើយក៏ដូចជាការបើកទ្វារហៅកងទ័ពសហរដ្ឋអាមេរិកនាំនាវាចម្បាំងមកធ្វើសង្គ្រាមនុយក្លេអ៊ែរដូច្នេះទើបរដ្ឋាភិបាលទីក្រុងប៉េកាំងជ្រើសរើសយុទ្ធសាស្ត្រសមយុទ្ធដោយបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំងមកឡោមព័ទ្ធកោះតៃវ៉ាន់ដើម្បីបំផិតបំភ័យស្ទើរតែរាល់ថ្ងៃនិងធ្វើឲ្យប្រជាជនតៃវ៉ាន់មានអារម្មណ៍មិនស្ងប់ប្រើប្រាស់កងទ័ពបណ្ដាញអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយព័ត៌មានคล้ายៗនៅលើបណ្ដាញសង្គមក្នុងចំណោមយុវវ័យជំនាន់ក្រោយរបស់តៃវ៉ាន់ដើម្បីបង្កើតការបែកបាក់ផ្ទៃក្នុងដោយបង្កើតក្រុមហ៊ុនតែងតាំងដោយសម្ងាត់និងប្រើប្រាស់ទុនបម្រុងសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីលួចទិញវិស្វករកំពូលពី TSMC ឲ្យនាំយករូបមន្តសម្ងាត់និងប្លង់បន្ទះឈីបឆ្លងកាត់ព្រំដែនមកជួយចិនដីគោកដើម្បីអភិវឌ្ឍបច្ចេកវិទ្យាជាការពិតណាស់
ไต้หวันก็មិនព្រមអង្គុយរងចាំឲ្យគេលេបត្របាក់នោះទេไต้หวันសម័យទំនើបបានតបតវិញជាមួយនឹងយុទ្ធសាស្ត្រដោយប្រែក្លាយកោះទាំងមូលទៅជាកម្មប្រមាសមុទ្រដោយយុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃពួកគេមិនបានផ្ដោតទៅលើការទិញនាវាចម្បាំងធំៗទេផ្ទុយទៅវិញไต้หวันវិនិយោគយ៉ាងច្រើនទៅលើមីស៊ីលប្រឆាំងកប៉ាល់សមុទ្រនិងដ្រូនកាមីកាសេរាប់សែនគ្រឿងដែលលាក់ក្នុងចន្លោះថ្មនិងរូងក្រោមដីទូទាំងកោះនិងមីនរួមទាំងប្រព័ន្ធរំខានសញ្ញានៅគ្រប់ឆ្នេរខ្សាច់ដែលចិនអាចចល័តកងទ័ពឡើងមកលើកោះបាននេះជាការផ្ញើសារទៅកាន់បងធំថាប្រសិនបើចង់លេបត្របាក់ខ្ញុំបងត្រូវរហែកមាត់មិនខាននិងយកជីវិតកងទ័ពរាប់សែននាក់មកបូជានៅទីនេះអ្វីដែលអាក្រក់ជាងនេះទៅទៀតไต้หวันមានផែនការសម្ងាត់ចុងក្រោយដែលធ្វើឲ្យកងទ័ពចិនភ័យខ្លាចបំផុតគឺការអភិវឌ្ឍមីស៊ីលបញ្ជាចម្ងាយ Seng Feng 3 និង Yun Feng កំណត់គោលដៅទៅដល់បេះដូងប្រទេសចិនតែម្ដងជាពិសេសទំនប់ជ្រោះ3ដែលជាទំនប់វារីអគ្គិសនីធំបំផុតក្នុងពិភពលោករបស់ប្រទេសចិននេះគឺជាផែនការទះកំភ្លៀងមហាអំណាចដោយមិនញញើតដៃបើបងធំពិតជាចង់បញ្ជូនកងទ័ពមកបំផ្លាញកោះไต้หวันបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធដោយបំផ្លាញទីក្រុងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗរបស់ចិនគឺទីក្រុងអ៊ូហានណានជីងនិងសៀងហៃនិងកំទេចក្នុងរយៈពេលមួយយប់ដែលនេះមិនទាន់រាប់បញ្ចូលទាំងសារៈសំខាន់នៃ TSMC ដែលសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូននាវាចម្បាំងដើម្បីជួយកោះไต้หวันគ្រប់ពេលនេះបានក្លាយទៅជាចំនួនដ៏ខ្លាំងក្លានិងមានរយៈពេលជិតមួយសតវត្សរ៍មកហើយចាប់តាំងពីសម័យចម្ពោះតុងជាងខៃឆេកនិងម៉ៅជេតុងពេលនេះបានប្រែក្លាយទៅជាសមរភូមិ Digital និងភូមិសាស្ត្រនយោបាយដ៏ឈាមត្រជាក់បំផុតរឿងដែលហួសចិត្តនោះគឺបងធំកំពុងព្យាយាមចង្អុលទៅកាន់ហុងកុងនិងម៉ាកាវហើយប្រាប់ไต้หวันថាឃើញទេមកនៅជាមួយបងវិញទៅនឹងមានទ្រព្យសម្បត្តិហើយនឹងមានសុវត្ថិភាពប៉ុន្តែអតីតប្អូនទី2ไต้หวันពេលមើលទៅត្រើយម្ខាងឃើញហុងកុងត្រូវដកហូតសិទ្ធិសេរីភាពទាំងស្រុងញាក់ព្រឺតហើយស្រែកតបទៅវិញថាការសន្យារបស់បងមិនអាចទុកចិត្តបានទេខ្ញុំសុខចិត្តធ្វើជាកម្មប្រមាសមុទ្រកាន់បន្ទះ chip AI និងមីស៊ីលត្រៀមខ្លួនប្រយុទ្ធរបៀបនេះល្អជាងពីផ្ទះធំត្រកូលនាគដែលធ្លាប់រស់នៅជុំគ្នាពួកគេត្រូវបង្ខំឲ្យបែកបាក់ដោយស្ថានភាពប្រវត្តិសាស្ត្រហើយបំបែកជាផ្ទះតូចៗដែលពួកគេត្រូវមើលគ្នាទៅវិញទៅមកក្នុងការតស៊ូព្រោះអំណាចបងធំចិនដែលជាមហាអំណាចលេចធ្លោឈរកណ្ដាលដោយបង្កើតប្រព័ន្ធចិនតែមួយនិងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបានទាំងផ្នែកសេដ្ឋកិច្ចប្រព័ន្ធអ៊ីនធឺណិតនិងយោធាដើម្បីនាំបងប្អូនទាំងអស់មករស់ក្រោមការគ្រប់គ្រងរបស់ខ្លួនហុងកុងអតីតប្អូនទី3ដែលធ្លាប់រស់បែបអន្តរជាតិត្រូវបងធំដកហូតសេរីភាពនិងអំណាចដោយច្បាប់សន្តិសុខជាតិទៅជាខេត្តមួយរបស់ប្រទេសចិនហើយត្រូវធ្វើតាមបញ្ជារបស់ទីក្រុងប៉េកាំងម៉ាកាវប្អូនពៅសុកចិត្តជ្រើសរើសយកចំនួនវិស័យកំសាន្តសុកចិត្តពាក់ប្រឡៅមាសញ៉ាជីវិតទៅនឹងច្បាប់ទឹកតការនិងតុកកាស៊ីណូធ្វើជាប្អូនល្អស្ដាប់បង្គាប់ព្រោះដឹងថាបើធ្វើឲ្យផ្ទះធំអន់ចិត្តពេលណានោះសេដ្ឋកិច្ចរបស់ខ្លួននឹងគាំងភ្លាមไต้หวันជាអតីតប្អូនបានបដិសេធយ៉ាងរឹងរូសនិងមិនទទួលយកអំណាចកុម្មុយនីសសូម្បីតែមួយវិនាទីប្រយុទ្ធតបតវិញដោយយុទ្ធសាស្ត្រកម្មប្រមាសមុទ្រនិងមីស៊ីលដែលកំណត់គោលដៅទំនប់ជ្រោះ3ដោយមាន THMC និងបន្ទះ chip AI ជាការធានាសុវត្ថិភាពបង្ខំឲ្យសហរដ្ឋអាមេរិកត្រូវតែលាតត្រដាងស្លាបការពារជោគវាសនារបស់បងប្អូនត្រកូលនាគទាំង4ក្នុងឆ្នាំ2026មិនមែនជារឿងអ្នកនៅក្នុងផ្ទះឆ្លោះគ្នាទៀតទេប៉ុន្តែជាគ្រាប់បែកពេលវេលាដែលកំណត់សេដ្ឋកិច្ចហិរញ្ញវត្ថុនិងបច្ចេកវិទ្យារបស់មនុស្សជាតិទាំងមូលប្រសិនបើថ្ងៃណាមួយគ្រាប់បែកនេះផ្ទុះឡើងនោះដែនសមុទ្រចិនខាងត្បូងនិងច្រកសមុទ្រតៃវ៉ាន់នឹងមិននៅដូចមុនទៀតទេចុះលោកអ្នកវិញមើលឃើញសមរភូមិបង្ហូរឈាមគ្រួសារត្រកូលនាគនេះយ៉ាងម៉េចគិតថាចុងក្រោយបងធំចិនដីគោកនឹងលេបត្របាក់តៃវ៉ាន់បានជោគជ័យឬទេឬក៏លោកអ្នកគិតថាហុងកុងនិងម៉ាកាវព្រមអោនក្បាលចំពោះបងធំបែបនេះរហូតមែនទេ